ថ្ងៃនេះសូមចេញមកស្លមុខម្ហូបដែលខ្លួនឯងចូលចិត្តទៀតហើយបងអូនអើយគឺស្ងោរម្រះជាមួយសាច់ជ្រូក3ជាន់នឹងឯងចាហើយលេជាមួយតឡាចផងដែរនិយាយរួមឲ្យតែស្លម្ដងបងអូនអើយហូបបាយអស់ទាំងចានមុខម្ហូបមួយនឹងតែសម្រាប់គ្រួសារខ្ញុំគាត់អត់ចេះល្វីងចឹងហើយគាត់អត់សូវប៉ិនទេគឺស្លកាលណាសោះបាយពេលហ្នឹងហ្មងចឹងមិនថាមុខម្ហូបខ្លះក៏មិនថាចូលចិត្តដូចគ្នាដែរបងអូនអើយមានមុខម្ហូបអត់ចូលចិត្តមានមុខម្ហូបដែលចូលចិត្តចឹងហើយផ្សេងគ្នាអត់អាចស្របតាមគ្នាបានទេឥឡូវចូលមើលវិធីដែលខ្ញុំស្ងោរម្រះទាំងអស់គ្នាបងអូនអើយស្ងោរមុននឹងស្ងោរហ្នឹងណាខ្ញុំយកម្រះហ្នឹងមកស្រោះទឹកក្តៅសិនទុកមក5នាទីអីចឹងទៅឲ្យវាយើងចេញចិត្តល្វីងអស់50%ខ្លះចឹងណាបងអូនព្រោះថាអ្នកចេះល្វីងខ្លាំងគឺមិនបាច់ចាំស្ងោរដាក់ញាត់សាច់តែហ្មងលាងឲ្យស្អាតហើយខ្វែអាគ្រាប់ក្នុងចេញញាត់សាច់តែហ្មងទៅមិនយកសោះដូចខ្ញុំចឹងទេហើយខ្ញុំគ្រូសាខ្ញុំក៏អត់ចេះល្វីងចឹងហើយខ្ញុំយកសោះឲ្យចេញចិត្តល្វីង50%អញ្ចឹងណាមើលម្រះសោះយើងវិញបងអូនអើយនេះឆ្អិនល្មមចង់ឆ្អិនតែហ្មងគឺសាស្រោះឲ្យតែ50%ទេឥឡូវចង់ឆ្អិនជ្រុលបងអូនអើយគឺតែច្រាំសាច់ចុះអញ្ចឹងហើយមិនអីទេបងអូនដល់ប៉ុណ្ណឹងក៏បានដែរសម្រាប់អ្នកអត់ចូលចិត្តចេះល្វីងអាចហូបបានហ្នឹងព្រោះដោយសារតែវាចេញចិត្តល្វីងឡើង60-70%បាត់ហើយហ្នឹងចឹងហើយអាចហូបបានអ្នកអត់ចេះល្វីងឥឡូវមកមើលសម្លនាងខ្ញុំវិញបងអូនអើយនេះដល់ណាហើយបន្ទាប់ពីសោះម្រះហើយអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមមកលេបផ្សំគ្រឿងហើយគ្រឿងរបស់នាងខ្ញុំមានច្រើនទៀតបងអូនអើយមានដូចជាតាំងហ៊ុនទឹកត្រីប៊ីចេងស្ករសអំបិលរ៉ូឌីហើយដែរបោះហាត់បាននោះគឺម្រេចនឹងឯងចាគឺអត់ម្រេចអត់កើតទេបងអូនអើយខ្វះក្លិនឈ្ងុយតែម្ដងចាគឺម្រេចនេះដែរខ្ញុំដាក់ចង់អស់កញ្ចប់បងអូនដោយសារតែខ្ញុំចូលចិត្តក្លិនម្រេចចឹងខ្ញុំដាក់យ៉ាងច្រើនទីដើម្បីយកឈ្ងុយក្នុងសាច់ក្នុងម្រះនឹងតឡាយើងហ្នឹងបងអូនហើយបើមានជីកតោក្រៀមទៀតបងអូនអើយដាក់ក៏បានដែរគឺឆ្ងាញ់តែម្ដងតែនាងខ្ញុំភ្លេចមុខភ្លេចក្រៃដោយសារតែវារៀងដល់ថ្ងៃត្រង់ហើយអញ្ចឹងហើយមានប្រមាណដាក់ប៉ុណ្ណឹងសិនទៅចាគឺតែនៅក្បាច់ក្បោគឺប្រកាសជាអត់បានហូបបាយថ្ងៃត្រង់ឡើយនឹងអាចនឹងដល់ម៉ោង1ម៉ោង2ហូបបាយថ្ងៃត្រង់បាត់ហើយអញ្ចឹងនាងខ្ញុំមានប្រមាណដាក់ប៉ុណ្ណឹងសិនអញ្ចឹងចាំសាក្រោយចាំដាក់ជីកតោចឹងបងអូនតែដាក់ប៉ុណ្ណឹងក៏ឆ្ងាញ់ដែរព្រោះអីគ្រួសារខ្ញុំតាំងពីដើមមកហើយគាត់ស្ងោរតែអញ្ចឹងទេទៅឥឡូវទេគេមានឆែកដាក់ការ៉ុតដាក់ជីកតោអីទៅវារៀងប្លែកមកទៀតអញ្ចឹងប៉ុន្តែខ្ញុំស្ងោរតាមគ្រួសារខ្ញុំហូបស្ងោរខ្ញុំហូបគឺតែប៉ុណ្ណឹងយកចិត្តណាមិនអស់ចាជាតិតែហើយញាត់សាច់នឹងដែរបងអូនអើយនាងខ្ញុំមិនបានប្រើស្រោមដៃស្រោមអីទេខ្ញុំប្រើតែដៃនឹងវាយ៉ាងស្និទ្ធជាងដល់ពេលប្រើស្រោមដៃទៅវាដូចទឹះចឹងបងអូនអើយអធិស្ឋានផងចាហើយដៃនាងខ្ញុំហ្នឹងមុននឹងញាត់សាច់ហ្នឹងគឺលាងស្អាតពីសាប៊ូហើយអស់ហើយបាននាងខ្ញុំទៅញាត់សាច់នឹងឯងឥឡូវមកមើលសម្លនាងខ្ញុំវិញបងអូននេះបន្ទាប់ពីទឹកពុះហើយនាងខ្ញុំដាក់តឡាចមុនគេចាដោយសារតឡាចហ្នឹងរឹងជាងម្រះដោយសារតែម្រះយើងបានសោះហើយម្សៅហើយអញ្ចឹងចា60%ហើយអញ្ចឹងម្រះគឺយ៉ាងនៅរឹងជាងគេអញ្ចឹងនាងខ្ញុំដាក់មកពុះហើយបាននាងខ្ញុំចាប់ផ្ដើមដាក់ម្រះចូលបន្ទាប់ពីដាក់ម្រះចូលទុកមកពុះហើយដាក់គ្រឿងក្រៅហើយអស់ហើយក៏នាងខ្ញុំថែពគាជាហឺយើងហ្នឹងដាក់ចូលឲ្យដើម្បីយកក្លិនឈ្ងុយតែឈ្ងុយទៀតចឹងបងអូនគឺសម្លមួយមុខហ្នឹងគឺអត់ប៊ីជាហឺគឺអត់បានដែរបងអូនអើយដោយសារតែវាបាត់ជាតិក្លិនឈ្ងុយសាច់ប៊ីជាហឺហ្នឹងចឹងហើយឲ្យទៅស្ងោរទឹកសុំម្ដងគឺអត់ពគាជាហឺហ្នឹងគឺអត់បានទេត្រូវតែមានហើយទោះទៅទិញដល់ផ្សារក៏ត្រូវទៅដែរចឹងហើយទឹកស៊ុបរបស់នាងខ្ញុំបងអូនអើយមើលទៅនេះដល់ទំនងតែម្ដងហ្នឹងឆ្អិន60%ឯចានៅ40%ទៀតព្រោះថាស្ងោរម្រះហ្នឹងឆ្អិនភ្លាមហូបភ្លាមអត់សូវឆ្ងាញ់ទេបងអូនតើថាយើងស្ងោរពេលព្រឹកទុកល្ងាចចឹងបងអូនអើយទៅនេះថាឆ្ងាញ់តែម្ដង